ជំរាបសួរដូចជាសួស្តីទៅកាន់បងប្អូនម្ដងទៀតអញ្ចឹងថ្ងៃហ្នឹងគឺយើងមកធ្វើការបកស្រាយតាក់ទងជាមួយនឹងការបង្កើតទៅលើ web server នៅលើ Shadow F9 អញ្ចឹងអីគេទៅជា web server អញ្ចឹង web server វាដើរតួនាទីសម្រាប់ធ្វើការ host ទៅលើ website របស់យើងដែលអាចឲ្យខាង client ហ្នឹងគឺគេធ្វើការ request មកហើយ web server របស់យើងគឺធ្វើការ respond ទៅតាមអីដែលគេបាន request ហ្នឹងជារាល់ដងប្រសិនបើបងប្អូនបង្កើត website ហើយបងប្អូនត្រូវធ្វើការយកទៅ hosting អញ្ចឹងជាទូទៅបងប្អូនធ្វើការជួលទៅលើ domain របស់គេដែលគេមាន web server របស់គេស្រាប់វិញអស់ម៉ានអញ្ចឹងទៅណាហ្នឹងហើយធ្វើការ export ទៅកាន់ public ដែលគេអាចប្រើប្រាស់បានអញ្ចឹងទៅអញ្ចឹងសារហ្នឹងគឺយើងក៏ធ្វើការបង្កើត web server ដែរហើយចំពោះ software ដែលយើងប្រើហ្នឹងគឺឈ្មោះថា HTTPD គឺ Apache HTTPD ហ្នឹងឯងអញ្ចឹងយើងអាចចូលទៅក្នុងពុទ្ធិរបស់យើងអញ្ចឹងដំបូងគឺយើង install software ទាំងមកអញ្ចឹងញ៉ាំ install HTTPD អញ្ចឹងយើងឃើញថាចំពោះ software មួយហ្នឹងគឺខ្ញុំបាន install ហើយអញ្ចឹងអីដែលយើងត្រូវធ្វើបន្តទៀតហ្នឹងគឺខ្ញុំត្រូវធ្វើការ enable ទៅលើ service ហ្នឹង system control enable HTTPD ហើយបានយើងធ្វើការ start service មួយហ្នឹងទៅអញ្ចឹងកំពុងតែធ្វើការ start អញ្ចឹងខ្ញុំធ្វើការ host ទៅលើ website ចំនួន2កន្លែងហ្នឹងណាហ្នឹងហើយយើងដាក់domain ខុសគ្នាទាំងពីរទៅ host website 2កន្លែងហ្នឹង domain មួយឈ្មោះឧទាហរណ៍ abc.com domain ទី2ឈ្មោះ xyz.com អញ្ចឹងទៅហើយដល់ពេលដែលយើងកំពុងតែ run web server របស់យើងដល់ពេលយើងចូលទៅគឺវាដើរតាមហ្នឹងទៅអញ្ចឹងខ្ញុំត្រូវមាន web page ចំនួន2ដើម្បី host មួយអញ្ចឹងខ្ញុំអាចបន្ទាប់ពីខ្ញុំ restart ហើយខ្ញុំត្រូវបើក firewall ដោយសារអញ្ចេះជាទូទៅ website របស់យើង web server របស់យើងគឺយើងត្រូវបើក port 80 HTTP port 80ដល់ពេល HTTPS port 443ខ្ញុំបើកទាំងពីរចោលទៅដោយសារនេះខ្ញុំអត់ប្រើខ្ញុំប្រើធម្មតាទេប៉ុន្តែខ្ញុំបើកចោលទាំងពីរទៅអញ្ចឹងខ្ញុំដាក់permanent add add port ខ្ញុំដាក់ port 80ហើយវាបញ្ចូល data តាម protocol TCP ហើយ port 443ដូចគ្នាអញ្ចឹងយើង reload firewall របស់យើងដើម្បី make change អូខេអញ្ចឹង clear ចោលទៅអញ្ចឹងបន្ទាប់ពីយើងបើកទៅលើ port បើកអីហើយយើងចាប់ផ្ដើមធ្វើការ config វាហ្នឹងហើយអូខេបងប្អូនមុននឹងខ្ញុំធ្វើការទៅ config website ទាំងពីររបស់ខ្ញុំចង់ test មើលសិនតើ HTTPD នឹងវាដើរអត់ណាតោះនេះអញ្ចឹងខ្ញុំអាច test ធ្វើម៉េចយើងមិញគឺខ្ញុំបាន enable server ឲ្យថតដូចជា enable ហើយអញ្ចឹងខ្ញុំអាចទៅមើល status របស់ HTTPD បានគឺពងរ៉ានអញ្ចឹងបើសិនមកខ្ញុំចង់ test ទៅមើល page ដើមណាខ្ញុំអាចដំបូងខ្ញុំ check មើល IP របស់ម៉ាស៊ីនរបស់ខ្ញុំគឺប៉ុណ្ណេះខ្ញុំ copy IP ហ្នឹងទៅ test មើលបងប្អូនថាតើពេលខ្ញុំចូលទៅវាឃើញ landing page របស់ HTTPD អត់នេះបងប្អូនគឺបើសិនបើយើង config ដើរ IP មួយហ្នឹងបញ្ជាក់ថាជា web server របស់យើងអញ្ចឹងពេលដែលយើងចូលមកគឺ automatic គឺឃើញ page ហ្នឹងឥឡូវខ្ញុំចង់យក website របស់ខ្ញុំមួយមកដាក់ចូលដើម្បី test មើលខ្ញុំខល test initialize វាមើលណាថានេះយក IP ដើម្បី test មើលអញ្ចឹងអាហ្នឹងគឺយើងមិនតន់បែងចែកជា2 website 2 domain អីទេគឺយើងគ្រាន់តែ test មើលណាហ្នឹងឧទាហរណ៍ថាប្រសិនបើយើងចង់ test មើលនេះគេថាយើង add content ឬក៏ add website របស់យើងចូលកន្លែងហ្នឹងទៅអញ្ចឹងខ្ញុំមាន website មួយដើម្បី add ចូលប្រសិនបើខ្ញុំ add content ចូលទៅដូចពេលខ្ញុំ refresh ទៅប្រកាសជាឃើញគេប្រកាសជាឃើញ web របស់ខ្ញុំហ្នឹងហើយអាហ្នឹងណាហ្នឹងហើយអញ្ចឹងសួរថាឥឡូវដោយសារចេះwebsite របស់ខ្ញុំគឺខ្ញុំបង្កើតនៅលើ Windows នេះខ្ញុំដាក់ចូល Windows មាន file Windows អីចឹងណាហ្នឹងហើយហើយឥឡូវហ្នឹងខ្ញុំចង់ config នៅក្នុង Linux ខ្ញុំត្រូវ copy ឆ្លងមិនចឹងណាឆ្លងពី Windows មក Linux អញ្ចឹងខ្ញុំមាន software មួយឈ្មោះថា WinSCP ដែលយើងអាចទៅធ្វើអញ្ចឹងបាន copy ឆ្លង platform បានណាហ្នឹងហើយអញ្ចឹងធ្វើម៉េចដំបូងយើងចូលទៅ download WinSCP ហើយបន្ទាប់ពីយើង download យើងអាចចូលមកអញ្ចឹងខ្ញុំចូលទៅកាន់ WinSCP
នេះនេះអូខេអញ្ចឹងនេះឃើញអត់គេថាអញ្ចឹងពេលចូលមកអានេះ Windows របស់យើងមានស្រាប់ហើយ Windows យើងឲ្យយើងគេហៅថាបើយើងមិនចាំ login ចូលទេប៉ុន្តែអីដែលយើងត្រូវ login ចូលគឺខាង platform មួយទៀតគឺខាង Linux អញ្ចឹងដោយសារមិញគឺ hostname របស់ខ្ញុំគឺ 192.168.148 ហើយ username របស់ខ្ញុំគឺ root ហើយ password គឺខ្ញុំដាក់ password របស់ខ្ញុំណាបញ្ជាក់ថាយើងអាចផ្ទេរឆ្លងគ្នាបានលុះត្រាតែយើងស្គាល់គ្នាទៅមកសិនណាអ្នកដែលធ្វើហ្នឹងគឺស្គាល់ទៅមកថាខាងនេះចូលមិនអីចឹងទៅអូខេអញ្ចឹងនេះមកឃើញអត់អញ្ចឹងបញ្ជាក់ថាគឺខ្ញុំអាច access ចូលទៅក្នុង server មួយនឹងបានទេណាអញ្ចឹងខ្ញុំចូលទៅចំពោះដូចជាបាញ់ខ្ញុំបាន store ទុកនៅក្នុងកន្លែងដូចជា desktop ខ្ញុំ store ទុកលើ desktop ហើយ assignment web នេះដល់នេះណាខ្ញុំ store website របស់ខ្ញុំនៅនេះអញ្ចឹងខ្ញុំកាក់ test មើលខ្ញុំ copy អាទី1ទៅបញ្ជាក់ថាឥឡូវនេះគឺជា folder ដែលខ្ញុំ website របស់ខ្ញុំដែលខ្ញុំចង់ copy ដាក់ចូល Linux អញ្ចឹង copy ដាក់ចូល Linux ណាដើម្បី change content អញ្ចឹងគេថាមិញគឺ path របស់វាគឺ var www html អញ្ចឹងយើងអាចចូលទៅក្នុង root ហ្នឹងហើយអូខេត្រូវ root ទេណាអញ្ចឹងខ្ញុំចូលកន្លែង root ថយក្រោយ sorry var www នេះអូខេហើយ html អញ្ចឹងទៅ log ណាខ្ញុំអាចចូលកន្លែង sorry ឥឡូវ block នឹងចុះខ្ញុំ copy ទាំងអស់អស់វាចូលមកហ្នឹងហើយ transfer ណានេះមកហើយណាអញ្ចឹងយើងមាន page web page របស់យើងបន្ទាប់ពីយើងមាន web page ហើយខ្ញុំចង់ change content ឥឡូវដើម្បី change content ខ្ញុំធ្វើចេះសិនខ្ញុំអាច allow ឲ្យខាង Linux នេះបើចាក់ change permission អស់នេះយើង change permission ឲ្យហើយទៅអញ្ចឹងខ្ញុំអាចចូលទៅក្នុងយើង save សិនណាខ្ញុំយក no អានេះគឺខ្ញុំ save save password អូខេតោះនេះយើង save ប៉ុណ្ណឹងតោះអូខេហ្នឹងហើយ save ហើយតោះហ្នឹងហើយអញ្ចឹងអាច test មើលវាចូលអត់ណាអញ្ចឹងខ្ញុំ link ទៅលើគេ var www html អូខេមកណាយើងទាញចូលមកហើយអញ្ចឹងខ្ញុំ change permission បន្តិចលេងហ្នឹងខ្ញុំ copy comment ទៅណាអានេះដូចជាមិនតាន់ត្រូវ change ទេចាំយើងត្រូវបង្កើត domain ចាំយើង change អញ្ចឹងឥឡូវខ្ញុំ restart http នេះទីមកអញ្ចឹង control restart http អញ្ចឹងមិញគឺថាយើង change content យើងដាក់ page របស់យើងចូលទៅប្រកាសជាវា change តាមហ្នឹងឲ្យយើងហ្នឹងមិនអញ្ចឹងណាអូខេចាំយើងបង្កើត domain ចាំយើងគេបង្កើត domain តាមក្រោយចាំយើង change អា permission ដោយសារហ្នឹងយើងបង្កើត folder file ថ្មីយើងចឹងទៅអូខេ restart យូរបន្តិចណាអូខេអញ្ចឹងខ្ញុំទៅ IP មិញនេះខ្ញុំឃើញថានេះគឺជា web page របស់ខ្ញុំហ្នឹងឃើញអត់ web page របស់ខ្ញុំគឺខ្ញុំបានប៉ុណ្ណឹងអញ្ចឹងវា change ឲ្យណាអញ្ចឹងដូចយើងបានហោះឲ្យថតប៉ុន្តែខ្ញុំអត់ចង់បានអញ្ចឹងទេគឺខ្ញុំចង់បាន2 domain 2ព្រោះខ្ញុំចង់បាន domain 2អីដែលយើងត្រូវធ្វើហ្នឹងគឺគេយើងត្រូវ config ទៅតាម step របស់គេទី1ឧទាហរណ៍ថាឥឡូវខ្ញុំចង់បានចេះខ្ញុំចង់បានថាweb page ទី1របស់ខ្ញុំគឺ abc.com ចូលទៅក្នុង blog មិញទី2គឺ xyz ចូលទៅក្នុងកន្លែង website មួយទៀតរបស់ខ្ញុំប៉ុន្តែអាហ្នឹងគឺ host នៅលើ web server តែមួយទេអីខ្ញុំត្រូវបង្កើតគឺខ្ញុំត្រូវបង្កើតហ្នឹងទី1គឺខ្ញុំត្រូវបង្កើត2 folder អញ្ចឹង make ដក p ហ្នឹងបើអត់មាន mail បង្កើត mail ឲ្យផងអញ្ចឹងខ្ញុំយក var www ហើយខ្ញុំបង្កើតចំនួន2អញ្ចឹងអាទី1របស់ខ្ញុំគឺអីគេខ្ញុំដាក់ទៅលើ www ឬក៏ដាក់ធម្មតាបាន abc.com ឈ្មោះយើងខ្លួនឯងណាហើយមិនយើងបង្កើត2ទី1គឺយើងបង្កើត folder សម្រាប់ store ទៅលើ web page របស់យើង public html និងទី2ប្រើសម្រាប់ log ទៅលើ traffic របស់យើងហ្នឹងហើយដល់ពេលទី2គឺខ្ញុំ change វាដែរមកគឺ xyz ណាអញ្ចឹងឧទាហរណ៍ថាបើយើងចង់ដាក់2ប៉ុណ្ណឹងបើយើងចង់ដាក់3ថែមទៅមកដល់នេះថែមទៅមកបន្ទាប់ពីខ្ញុំថែមចឹងហើយអីខ្ញុំត្រូវធ្វើបន្តទៀតហ្នឹងគឺអីគេ
anh thử phơ và to tiết cứ nhôm thử tôi copy và page cho nông năng hai màu giống như anh link người sân và www abc nè nguyên pi nè chẳng ai nhôm thử copy cứ nhôm copy và page cho nè nó cứ nhôm thử copy và page cho năng chẳng nhôm bao win scp đôi mình đấy copy chỗ đó riêng luôn về nè chẳng nhôm chỉ nhôm ban xéo thôi đấy nắng này ok cái chỉ xéo rồi ta chẳng password ok này chẳng nhôm copy cho từ đây folder đây luôn mà mình bật sân bởi dân chọn đặt tầm mũi đi bánh copy cho atm ở hào vậy ta anh ấy cứ nhôm chọn đại biệt được non còn lại 10 tiếng đó là ngày chúng ai cả tam bánh màu pi folder màu ok chẳng đôi mấy việc bạc vô thế cứ dùng bạc cả pi folder được sai trong host domain chẳng với thời miền pi folder sẽ map store website vậy ở những bọn căn desktop bọn căn web hai này nhóm copy block cho nông abc dẫn abc vào nhóm cứ thật được nông vá www rồi nè abc đó nè abc nhung copy cho public atm on này chẳng nhung vô block ở nắng cho màu mùi hai và tam tiết cứ nhung thôi khảo từ nè ở nhung thôi khảo từ e-commerce nhung copy cho tôi không ai kể bình advisor bình này chẳng public atm ở màu chẳng nhung copy thằng ở ní cho màu ok chẳng copy hỏi nhưng to bị nhung copy hỏi ní cứ ok ní auto xéo là đây ta năng xéo auto chẳng nhung ai link member thì tới public team ở kê màu ta cái cho lại ta bị nhung cho thái nhung thời change permission thì rồi ai sẽ cho bán là bay host cả thế này nhung mình comment sẽ copy màu chẳng nhung đặc biệt team muối cứ change xem đẹp cái change the map domain bọn nhung tầng pi nè change retry content bọn dân tới cứ team muối abc ok cái gì không mấy đôi chuyện đỏ bị đón ok nhưng mà đi sẵn nhưng không comment nè